នៅពេលដែលនរណាម្នាក់វិវត្តអ្វីដែលនៅជុំវិញពួកគេវិវត្តផងដែរនៅពេលដែលយើងព្យាយាមធ្វើខ្លួនឲ្យកាន់តែប្រសើរឡើងដោយមិនដឹងខ្លួនយើងធ្វើឲ្យអ្វីនៅជុំវិញយើងកាន់តែប្រសើរឡើងអ្នកមានសេរីភាពក្នុងការជ្រើសរើសធ្វើការសម្រេចចិត្តទោះបីជាមានតែអ្នកយល់ពីវាក៏ដោយហ៊ានធ្វើការសម្រេចចិត្តដោយភាពក្លាហានដោយមិនភ្ជាប់ទៅនឹងលទ្ធផលខ្លាំងពេកហើយពេលខ្លះប្រថុយប្រថានជាមួយគំនិតមិនធម្មតាខ្លះការរៀនអ្វីមួយមានន័យថាចូលទៅក្នុងទំនាក់ទំនងពិភពដែលមិនស្គាល់ដែលសាមញ្ញបំផុតគឺអស្ចារ្យបំផុតហ៊ានផ្លាស់ប្ដូរប្រកួតប្រជែងខ្លួនឯងកុំខ្លាចជប់សាក់ប្រការសំខាន់គឺត្រូវស៊ូនឹងមិនបោះបង់តស៊ូម្ដងហើយម្ដងទៀតវាតាក់ទងទៅនឹងភាពជឿជាក់របស់អ្នកអំពីជឿថាអ្នកអាចធ្វើបានសូមចាំថាដោយមានជំនឿអ្នកអាចឈ្នះការប្រយុទ្ធដែលហាក់ដូចជាចាញ់រឿងសំខាន់គឺមិនត្រូវបោះបង់ចោលឡើយអត់ស៊ូកុំហត់បន្តទៅមុខត្រូវចងចាំជានិច្ចនៅអ្វីដែលអ្នកចង់បានហើយចាប់ផ្ដើមម្ដងទៀតប្រការសំខាន់មួយទៀតគឺកុំខ្លាចក្នុងការធ្វើខុសចាំបាច់ត្រូវបន្ទាបខ្លួនដើម្បីរៀនសូត្រអស្ចារ្យបំផុតគឺតែងតែបន្ទាបខ្លួនបំផុត